បាទសួស្តីពុកម៉ែបងប្អូននេះជាសកម្មភាពនៃចំការលម៉ើស្រុកម៉ាឡៃនេះជាសកម្មភាពពូគាត់ប៉លេះផ្លែលម៉ើចេញព្រោះអីផ្លែវាច្រើនពេកយើងបកាត់ទៅជាប់ល្អអញ្ចឹងធ្វើឲ្យផ្លែវាច្រើនយើងក៏សម្រេចចិត្តប៉លេះវាចោលខ្លះដើម្បីធ្វើឲ្យផ្លែវាធំជាងមុនឲ្យវាស្អាតជាងមុនអញ្ចឹងមានតែបង្ខំចិត្តប៉លេះហើយមានតែបងប្អូនអ្នកចំការលម៉ើទេបានចូលអារម្មណ៍មួយនេះប៉លេះបដាស្ដាយបដាផ្លែមួយស្មែងមានតែ2គីឡូទៅ3គីឡូផ្លែអញ្ចឹងធ្វើមិនទេផ្លែទាំងសោកស្ដាយពូគាត់សួរដែរគាត់ថាអត់ស្ដាយតែធ្វើមិនកលៈទេសៈដែលវាត្រូវធ្វើឲ្យយើងប៉លេះអញ្ចឹងយើងត្រូវតែប៉លេះបើទុកចោលអត់ប៉លេះវាធ្វើឲ្យផ្លែវាទូចអញ្ចឹងខូចគុណភាពផ្លែលម៉ើយើង